ដើមល្ងាងកូនង៉ែតគេប្រើសម្រាប់ព្យាបាលរលាកកាពះអស់កម្លាំងល្ហិតល្ហៃនិងរលាកតម្រងនោមបាទជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូនៅក្នុង page របស់ខ្ញុំបាទហើយនៅក្នុងវីដេអូនេះខ្ញុំមានរុក្ខជាតិមួយប្រភេទទៀតហើយចង់លើកយកមកបង្ហាញចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានស្គាល់ក៏ដូចជាបានដឹងអំពីអត្ថប្រយោជន៍របស់វាបាទរុក្ខជាតិនេះមានឈ្មោះថាដើមល្ងាងកូនង៉ែតបាទល្ងាងកូនង៉ែតចំពោះដើមល្ងាងកូនង៉ែតនេះរូបរាងលក្ខណៈខាងក្រៅរបស់វាពុកម៉ែបងប្អូនបានឃើញនៅក្នុងវីដេអូនេះហើយអញ្ចឹងខ្ញុំមិនបរិយាយលម្អិតបន្ថែមទៀតទេអញ្ចឹងពុកម៉ែបងប្អូនទស្សនាទៅណាចំពោះអត្ថប្រយោជន៍ក្នុងការដែលយើងយកទៅផ្សំធ្វើជាឱសថវិញពុកម៉ែបងប្អូនណាគឺយើងប្រើរុក្ខជាតិទាំងមូលបានន័យថាមានតាំងពីដើមមានតាំងពីស្លឹកមានតាំងពីផ្លែមានតាំងពីផ្កាអញ្ចឹងពុកម៉ែបងប្អូនយកវាទៅកច្រាំយកទៅហាលឲ្យស្ងួតពុកម៉ែបងប្អូនយកទៅដាំទឹកផឹកបាទវាជួយព្យាបាលអាការៈរលាកក្រពះបាទឬក៏ជំងឺរលាកក្រពះហើយពុកម៉ែបងប្អូនយើងដែលអស់កម្លាំងល្ហិតល្ហៃហើយនឹងជួយព្យាបាលបាទបញ្ហារលាកតម្រងនោមពុកម៉ែបងប្អូនណាអញ្ចឹងគឺយកទៅដាំទឹកផឹកទៅគឺក្នុងបាទបរិមាណចំនួនប្រហែលជា20ក្រាមយកទៅដាំទឹកផឹកជារៀងរាល់ថ្ងៃទៅវាធ្វើឲ្យអាការៈដូចដែលខ្ញុំបានជម្រាបមិញថារលាកក្រពះអស់កម្លាំងល្ហិតល្ហៃនិងរលាកតម្រងនោមនឹងគឺបានធូរស្បើយផងដែរពុកម៉ែបងប្អូនណាហើយរុក្ខជាតិនេះទៀតសោតគឺមិនពិបាករកទេពុកម៉ែបងប្អូនអាចរកវាបាននៅតាមព្រៃបាទជាពិសេសគឺវាដុះនៅតាមជើងភ្នំនឹងឯងបាទចឹងហើយនេះគឺជាអត្ថប្រយោជន៍របស់រុក្ខជាតិមួយប្រភេទដែលមានឈ្មោះថាដើមល្ងាងកូនង៉ែតបាទហើយបើសិនជាពុកម៉ែបងប្អូនទស្សនាវីដេអូនេះហើយពុកម៉ែបងប្អូនគិតថាវាមានប្រយោជន៍ចឹងទេក៏សូមពុកម៉ែបងប្អូនជួយ share ម្នាក់មួយផងហើយពុកម៉ែបងប្អូនក៏លេខមើលទៅផ្នែកខាងស្ដាំនៅខាងក្រោមវីដេអូហ្នឹងឃើញសញ្ញាព្រួយហ្នឹងពុកម៉ែបងប្អូនក៏ជួយចុចម្នាក់មួយទៅណាចឹងគឺខ្ញុំសូមអរគុណទុកជាមុនបាទសូមជម្រាបលា